សួស្តីបងប្អូនអ្នកគ្នានេះគឺជាឈុតធុងដែលយើងអាចដាក់ power tool ដាក់ accessory ឬក៏ដាក់ material ផ្សេងៗហើយខ្ញុំនឹងប្រែក្លាយបាទឈុតរាយបែបនេះឲ្យទៅជាផ្ដុំអកបែបនេះមានកង់សម្រាប់អូសមានដៃសម្រាប់កាន់អូសជា set អញ្ចឹងតែម្ដងហើយអាចប្របែកទៅជាបាទរូបខាងដើមហើយអ្វីដែលយើងត្រូវដាក់មុនគេគឺជាឈុតនេះបាទគឺនៅក្រោមគេមានកង់បាទមានដៃអូសតោះក្រុមការងារចាប់ដើមយើងរុញមកបាទចូលកលឹះវាឡុកហើយដល់ពេលដែលយើងដោះវិញគឺមានកន្លែងកលឹះវានេះមានកន្លែងកលឹះវាមួយនេះបាទដើម្បីដោះវិញអញ្ចឹងណាបាទដោះវិញហើយយើងរុញចូលវិញឡុកវិញបាទហើយយើងផ្អៀងមិនក៏អត់រវល់ដែរតោះដាក់ឈុតទី2បាទដាក់ដូចគ្នាដាក់បដ ாய் ខាងនេះនឹងសំមកលាមកសំមកលារុញឡុកជាប់បាទអត់តាមទៀតដាក់នេះខាងនេះហ្នឹងហើយបន្តទៀតអានេះមួយទៀតអាកន្លែងហ្នឹងបាទអូអែមតោះមួយទៀតគឺត្រឡប់អសដាក់ឲ្យដូចបាទអសដាក់ឲ្យស្របទិសនេះអសបាទហើយយើងមានមួយចុងក្រោយបាទយើងអាចដាក់តាណាក៏បានដែរនៅលើហ្នឹងបាទអូខេអញ្ចឹងតើតោងជាមួយនឹងឈុតបាទធុងនេះគឺគេហៅថា make track បងប្អូនគ្នាណាហើយមានឈ្មោះមានលេខកូដផ្សេងគ្នាណាហើយតើតោងជាមួយនឹងកលឹះបាទនេះកលឹះដកនេះបងប្អូនណាមានកលឹះដកបាទហើយអានេះក៏មានកលឹះបាទមានកលឹះទាំងអស់ណាអូខេហើយក្រុមការងារអស់មើលអស់កាន់អស់បែបនេះបាទបែបហ្នឹងហើយចំណុចពិសេសរបស់ធុងហ្នឹងបងប្អូនគ្នាអាចបើកបានសងខាងសាយបាទអូខេអានេះចាប់តាមបើកបានសងខាងណានេះយើងបើកខាងនេះក៏បានបាទយើងលើកផុតមកបាទមកសាយអញ្ចឹងមកជាខាងនេះយើងអាចបើកមកជាខាងនេះយើងឬក៏យើងបិទមកបាទយើងបើកមកជាខាងនេះម្ដងបាទហើយធុងពីនេះមួយទៀតបាទក៏បើកដូចគ្នាដែរអញ្ចឹងនេះគឺជាផលិតផលថ្មីដែលចង់បង្ហាញជូនបងប្អូនអ្នកគ្នាសម្រាប់បងប្អូនអ្នកគ្នាដែលចាប់អារម្មណ៍អាចបាទឆាតសួរព័ត៌មានបានឬក៏តាក់ទងលេខទូរស័ព្ទដែលខ្ញុំដាក់លើវីដេអូបាទសូមអរគុណ